បាទសួស្តីអ្នកនរគ្នានេះគឺជារបៀបដែលអ្នកនរគ្នាអាច configure GitHub Copilot នៅលើ VS Code ជំនាញដំបូងអ្នកនរគ្នាត្រូវមាន GitHub Copilot Chat ដែលបាន install រួចនៅក្នុង VS Code នៅពេលដែលអ្នកនរគ្នា install រួចនឹងឃើញ icon Copilot នៅខាងក្រោមនេះហើយបន្ទាប់មកអ្នកនរគ្នាមើលទៅកាន់ខាងលើខាងស្ដាំដៃអ្នកនរគ្នាបើកខ្សែបារខាងលើនេះមួយដើម្បីបើក Copilot Chat នៅពេលដែលអ្នកនរគ្នាបើកខ្សែបាររួចអ្នកនរគ្នានឹងឃើញផ្ទាំង chat បែបនេះដើម្បីចូលទៅកាន់ config បានអ្នកនរគ្នាចុចនៅលើប៊ូតុង select model នេះហើយបន្ទាប់មកចូលទៅកាន់ setting ដែលមានរូបខ្ចៅនេះរួចវានឹង load ផ្ទាំង setting មួយឲ្យអ្នកទាំងអស់គ្នាដើម្បី config បានអ្នកទាំងគ្នាចុចនៅលើប៊ូតុង add model នេះហើយបន្ទាប់មកអ្នកទាំងគ្នាចង់ធ្វើការ add custom provider ក៏បានអ្នកទាំងគ្នាអាចយក model ពី OpenAI Google ឬមួយក៏ Anthropic ក៏បានដែរអូខេអ្នកទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកឧទាហរណ៍បង្ហាញអំពីរបៀប config custom model ពី provider ផ្សេងៗដែលខ្ញុំយក API មកប្រើប្រាស់អញ្ចឹងខ្ញុំនឹងដាក់ឈ្មោះវាថា Hashnode ដោយសារតែ API គឺខ្ញុំយកពី Hashnode ហើយបន្តមកទៀតខ្ញុំនឹង paste API key ចូលតែម្ដងនៅពេលដែលអ្នកនរគ្នាដាក់ API key រួចអ្នកនរគ្នាចុច enter ហើយបន្ទាប់មកអ្នកនរគ្នាជ្រើសរើសយក chat completions ហើយវានឹងបើក file មួយឲ្យអ្នកនរគ្នា config បន្ថែមទៀតសម្រាប់ ID ខាងលើនេះគឺជា ID របស់ AI model ដែល API របស់អ្នកទាំងអស់គ្នា support ហើយបន្ទាប់មក name ខាងក្រោមនេះគឺជាឈ្មោះដែលអ្នកទាំងអស់គ្នាអាចដាក់អីក៏បានដែរដើម្បីចំណាំនៅពេលដែលអ្នកទាំងអស់គ្នា select model ដើម្បីប្រើប្រាស់ហើយសម្រាប់ URL គឺជា URL endpoint របស់ provider អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ URL ចូលនៅត្រង់កន្លែងនេះដើម្បីអាចហៅ API នោះប្រើប្រាស់បាននៅពេលដែលអ្នកទាំងអស់គ្នា config រួចរាល់អស់ហើយអ្នកទាំងអស់គ្នាអាចចុច save ឬមួយក៏អ្នកទាំងអស់គ្នាអាចចុច shortcut Ctrl S ដើម្បី save នៅពេលដែលអ្នកទាំងអស់គ្នា save រួចរាល់ហើយអ្នកទាំងអស់គ្នាអាចបិទផ្ទាំងនេះបានហើយបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ select model ដើម្បីជ្រើសរើសយក model ដែលអ្នកទាំងអស់គ្នាបាន config មុនហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាអាចធ្វើការ test chat បានឥឡូវនេះខ្ញុំនឹងធ្វើការ test ឲ្យទៅកាន់ Copilot ដើម្បីចង់ដឹងថាវាដំណើរការអត់អូខេអ្នកនរគ្នាអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយ